មានរឿងពីរយ៉ាងដែលខ្ញុំតែតែសប្បាយចិត្តនៅក្នុងការងារធ្វើអាជីវកម្មឬក៏ម្ចាស់អាជីវកម្មនៃហាងដុកទ័រម៉ូតូនេះពេលបច្ចុប្បន្នទីមួយគឺខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដែលខ្ញុំបានជួយជាមួយបងប្អូនអតិថិជនរបស់ខ្ញុំរៀងរាល់ថ្ងៃហើយជាពិសេសគឺមានការពេញចិត្តនិងគាំទ្រយ៉ាងច្រើនកកកតែម្ដងសម្រាប់ទីពីរគឺខ្ញុំសប្បាយចិត្តនៅក្នុងការដែលខ្ញុំអាចមានឱកាសផ្ដល់ជាកន្លែងការងារដល់បងប្អូនជាងម៉ូតូទាំងអស់ដែលពួកគាត់គឺមានចំណេះចំណេញលើការងារជាងម៉ូតូហើយក៏ប៉ុន្តែគាត់អត់ទាន់មានដើមទុននៅក្នុងការបើកកន្លែងរកស៊ីដោយខ្លួនឯងអញ្ចឹងការបន្ថយលើអាជីវកម្មក៏ជារឿងមួយពិបាកដែរអញ្ចឹងគាត់អាចមកប្រើប្រាស់នៅចំណេះដឹងរបស់គាត់មកធ្វើការនៅហាងដុកទ័រម៉ូតូបាននៅទីនេះគឺយើងផ្ដល់ជូននៅកន្លែងស្នាក់នៅអាហារហូបចុកជាពិសេសគឺមានប្រាក់បៀវត្សគ្រប់ត្រូវរួមជាមួយនឹងការឧបត្ថម្ភប្រចាំខែនិងប្រាក់លើកទឹកចិត្តដទៃទៀតអ្នកដែលឧស្សាហ៍អ្នកដែលចំណាប់អ្នកដែលព្យាយាមអ្នកដែលប្រឹងប្រែងរមែងទទួលបានការលើកទឹកចិត្តហើយជាពិសេសគឺគាត់មានឱកាសច្រើននៅក្នុងការងារទីនេះអញ្ចឹងបាននិយាយថាមនុស្សដែលឧស្សាហ៍ណាចាស់និយាយថាមនុស្សដែលឧស្សាហ៍គឺមិនដែលគេហៅថាធ្លាក់ចុះទេគឺតែរីកចម្រើនអញ្ចឹងបងប្អូនដែលមានចំណេះជំនាញពិតប្រាកដហើយមានភាពឧស្សាហ៍ព្យាយាមស្មោះត្រង់នឹងការងាររមែងតែទទួលបានការលើកទឹកចិត្តជាពិសេសប្រាក់ខែក៏ខ្ពស់ដូចគ្នាដែរ